ពិភពលោកកំពុងតែស្ថិតនៅភាពមិននឹងនរនៅពេលនេះខ្ញុំយកពេលមួយផ្លែដើម្បីសង្ឃឹមថាសន្តិភាពនិងកុំឲ្យមានសង្គ្រាមទៀតថ្មីនេះអាមេរិកបានចូលរួមផ្ទាល់ក្នុងជម្លោះអ៊ីស្រាអែលអ៊ីរ៉ង់ដែលបានវាយប្រហារតាមអាកាសទៅលើទឹកដីអ៊ីរ៉ង់សារព័ត៌មានជាច្រើនបានផ្ទុះឡើងនិយាយអំពីរឿងនេះមនុស្សគ្រប់គ្នាកំពុងនិយាយអំពីហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំដោយសារតែឃើញថាពិភពលោកកំពុងតែឆាបឆេះទៅហើយប៉ុន្តែសូមងាកមកមើលតម្លៃប្រេងនៅពេលដែលការវាយប្រហាររបស់អាមេរិកបានកើតឡើងនៃឆៅ Brent បានកើនឡើងត្រឹមតែប្រហែល 3% ដែលឡើងខ្ពស់បំផុតត្រឹម$81បន្ទាប់មកធ្លាក់ចុះបន្តិចម្ដងមកត្រឹម$77 VIX Fear Index បច្ចុប្បន្ននៅកម្រិត21ដែលទាបជាង53ដែលយើងបានឃើញនៅក្នុងខែមេសាពេលមានសង្គ្រាមពាណិជ្ជកម្មតាមប្រវត្តិសាស្ត្រកាលណាមានបញ្ហាសង្គ្រាមនៅក្នុងតំបន់គឺធ្វើឲ្យតម្លៃប្រេងឡើងថ្លៃតម្លៃប្រេងជាធម្មតាឡើងដល់កម្ពស់ក្នុងរយៈពេល1ខែបន្ទាប់មកចាប់ផ្ដើមធ្លាក់ចុះវិញលុះត្រាតែចំនួនកើនឡើងប្រសិនបើអ្នកពិនិត្យមើលតារាងដែលភ្ជាប់មកជាមួយនេះអ្នកនឹងឃើញថាក្នុងរយៈពេលដ៏យូរមកនេះតម្លៃប្រេងមិនបានឡើងជាប្រចាំឡើយពិតប្រាកដណាស់បើកណនាតាមអត្រាឡើងថ្លៃក្នុងរយៈពេល100ឆ្នាំការវិនិយោគលើប្រេងមានផលចំណេញជាក់ស្ដែង real return ត្រឹមតែ 0.8% ប៉ុណ្ណោះក្នុងមួយឆ្នាំហេតុអ្វីដោយសារតែបច្ចេកវិទ្យានិងការវិនិយោគដើមទុនបានកាត់បន្ថយការចំណាយលើការផលិតប្រេងដើម្បីទទួលបានព័ត៌មានប្រចាំថ្ងៃបងមកអាច join Telegram Channel របស់យើងបានឆ្នេះហើយតម្លៃវាបានធ្លាក់ចុះបន្តិចម្ដងតាមពេលវេលាចុះអ្នកគិតដូចម្ដេចដែរតើតម្លៃប្រេងនឹងបន្តឡើងទៀតទេតបបញ្ចេញមតិយោបល់របស់អ្នកនៅក្នុង comment ហើយយើងនឹងពិភាក្សាទាំងអស់គ្នា